បាទសួស្តីបងប្អូនទាំងអស់គ្នាបាទខ្ញុំរីករាយមែនទែនដែលយើងចូលមកដល់មេរៀនទី2ហើយបាទមេរៀនទី2កាន់តែស៊ីជម្រៅហើយអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានមើលអំពីមេរៀនទី1គឺយើងនិយាយអំពីការប្រើប្រាស់ជាមូលដ្ឋាន tool ជាមូលដ្ឋានដែលយើងប្រើប្រាស់នៅក្នុង Gate Master AI បាទអញ្ចឹងឥឡូវយើង upgrade ថែមបន្តិចទៀតបាទថែមបន្តិចទៀតព្រោះគោលបំណងនៃការដែលយើងចំណាយថវិកាបាទដើម្បីប្រើប្រាស់ Gate Master AI មិនគ្រាន់តែសួរឆ្លើយទេគឺយើងប្រើដើម្បីគោលដៅធ្វើការងាររបស់យើងឲ្យមានប្រសិទ្ធភាពឲ្យកាន់តែស៊ីជម្រៅបាទជួយឲ្យការគិតរបស់យើងនឹងគឺមានសក្តានុពលមែនទែនបាទការដែលយើងប្រើ Google គឺមានភាពនឿយហត់បាទគិតបានតិចហើយមានភាពនឿយហត់ប៉ុន្តែនៅពេលដែលយើងភ្ជាប់មក Gate Master AI ការគិតគឺបានលឿនហើយទូលំទូលាយមែនទែនបាទអូខេអញ្ចឹងតើយើងនឹងសិក្សាអីជាមួយគ្នានៅក្នុងមេរៀនទី2នេះដែលខ្ញុំដាក់ចំណងជើងថាការធ្វើការបែប AI ជាមួយនឹង Game Master AI បាទអញ្ចឹងនៅក្នុងនេះខ្ញុំមានមេរៀនសំខាន់គឺទី1គឺសេចក្តីផ្ដើមគឺវីដេអូនេះឯងបាទហើយទី2គឺការបង្កើតក្រុមហ៊ុននៅក្នុង Game Master AI ណាបាទដោយសារតែការដែលធ្វើឲ្យ AI របស់យើងឆ្លាតវៃគឺដោយបងប្អូនដឹងអញ្ចឹងគឺផ្ដល់ព័ត៌មានឲ្យបានច្រើនអញ្ចឹងការដែលយើងបង្កើត company ហ្នឹងគឺឲ្យ Game Master AI ស្គាល់ក្រុមហ៊ុនបងប្អូនទាំងអស់គ្នាថាក្រុមហ៊ុនបងប្អូនទាំងអស់គ្នាជាក្រុមហ៊ុនអីមានទស្សនវិស័យម៉េចមានអតិថិជនគោលដៅនៅកន្លែងណា core value មានអីគឺយើងដាក់មក set ចូលទៅក្នុងហ្នឹងអញ្ចឹង Game Master AI នៅពេលដែលបងប្អូនធ្វើការគឺយក context ហ្នឹងយក scenario យកព័ត៌មានរបស់បងប្អូនទាំងអស់គ្នាហ្នឹងយកមកដាក់នៅក្នុងការគិតការពិចារណារបស់គាត់បាទអញ្ចឹងបង្កើតក្រុមហ៊ុនហើយចំណុចទី2ត្រូវបង្កើតផលិតផលទៀតបាទដោយសារតែលក្ខណៈផលិតផលពីមួយក្រុមហ៊ុនទៅមួយក្រុមហ៊ុនគឺផ្សេងៗគ្នាបាទអតិថិជនគោលដៅសម្រាប់ផលិតផលក៏អាចផ្សេងគ្នាដែរអញ្ចឹងទាមទារឲ្យបងប្អូនទាំងអស់គ្នាបង្កើតនៅផលិតផលផងបាទក្នុងគោលដៅតែមួយទេគឺយើងព្យាយាមធ្វើម៉េចឲ្យ Game Master AI មានព័ត៌មានទាក់ទងនឹងផលិតផលទាក់ទងនឹងក្រុមហ៊ុនរបស់បងប្អូនហ្នឹងគឺឲ្យបានកាន់តែច្រើនចឹងដូចខ្ញុំជម្រាបម្ដងហើយម្ដងទៀតថាកាលណា Game Master AI មានព័ត៌មានកាន់តែច្រើនការឆ្លើយតបក៏កាន់តែឆ្លាតវៃក៏កាន់តែត្រូវចិត្តបងប្អូនទាំងអស់គ្នាផងដែរបាទអញ្ចឹងបន្ទាប់ពីយើងមានព័ត៌មានទាំងអស់ហ្នឹងហើយយើងនឹងចាប់ផ្ដើមប្រើហ្នឹងហើយប្រើគឺជាមួយនឹងអ្វីដែលយើងបានរៀនហើយគឺទាក់ទងនឹង Chat AI Expert បាទ Chat AI Expert យើងនឹងបូកបន្ថែមជាមួយនឹង company ជាមួយនឹងផលិតផលបាទហើយបន្តមកគឺយើងនឹងមើលទាក់ទងនឹងការប្រើប្រាស់ដែល advance ជាងនឹងទៀតគឺហើយងាយស្រួលជាងនឹងទៀតហើយលឿនជាងនឹងទៀតគឺការប្រើប្រាស់ Chat AI Expert បូកជាមួយនឹង library prompt របស់យើងបាទបណ្ណា live prompt ដែលទៅសេស្រាប់ឲ្យយើងតែម្ដងហើយបូកជាមួយនឹងព័ត៌មានក្រុមហ៊ុននិងព័ត៌មានផលិតផលតែម្ដងបាទអញ្ចឹងខ្ញុំពិតជា excited មែនទែនហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាមើលមួយហើយចាប់ផ្ដើម testing ជាមួយនឹង scenario របស់បងប្អូនទាំងអស់គ្នាទៅមើលវីដេអូផងហើយនឹងធ្វើផងហើយនឹងទទួលបាននៅ result ក៏ដូចជាមូលដ្ឋាននៃការធ្វើការងារនឹងត្រូវជាមួយនឹងក្រុមហ៊ុនបងប្អូនទាំងអស់គ្នាតែម្ដងបាទសូមអរគុណ